រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់នៃនេសាទបានទទួលស្គាល់ថាតម្លៃស្រូវថ្ងៃនេះគឺពិតជាមានតម្លៃទាបដែលប្រជាកសិករអាចប្រឈមនឹងការខាតបង់ខ្ញុំបានឃើញហើយក៏សូមអរគុណដែរដល់បងប្អូននៅបណ្ដាញសង្គមមួយចំនួនដែលមករយៈនេះគាត់បានជួយបង្ហោះក៏ដូចជាជួយ share អំពីបញ្ហាបងប្អូនកសិករយើងពាក់ព័ន្ធនឹងរឿងស្រូវបាទហើយការ share ការបង្ហោះនេះខ្ញុំគាំទ្រទាំងស្រុងដោយសារថាយើងដឹងកសិករពិបាកមិនហើយយើងខំប្រឹងជួយជាមួយគ្នាយើងពិបាកជាមួយគ្នាយ៉ាងម៉េចបាទប៉ុន្តែគ្រាន់តែបានជាព័ត៌មានដូចហើយក៏ត្រូវប្រែក្លាយការនៅអសូរកសិករនេះទៅជាសកម្មភាពជាក់ស្ដែងដើម្បីយើងជួយពួកគាត់ដូចគ្នាដែលយើងជួយនៅក្នុងសហគមន៍នេះដែរបាទអញ្ចឹងមួយផ្នែកឈ្មោះដែលប្រម៉ូទទិញសូមជួយឲ្យតម្លៃបានសមរម្យបាទដោយសាររដូវនេះក៏យើងប្រមូលផលនៅកន្លែងនេះយើងប្រមូលផលនាងអំប៉ុន្តែនៅកន្លែងផ្សេងទៀតទូទាំងប្រទេសភាគច្រើនគឺស្រូវតាមដួលពេលនេះគឺពេលខ្មែរជួយកសិករយើងទាំងអស់គ្នាហើយបាទអញ្ចឹងមួយផ្នែកអំពាវនាវឲ្យបងប្អូនដែលជាឈ្មោះជួយទិញបងប្អូនជាកសិករយើងក្នុងតម្លៃសមរម្យទៅឬស្រូវការដួលនេះក្នុងវង្ស 1000 រៀលគឺជាតម្លៃសមរម្យមែនទែនខ្ញុំបានជជែកជាមួយនឹងសហព័ន្ធស្រូវករដូចគ្នាគឺត្រៀមក្នុងខែ11លើថ្ងៃនេះថ្ងៃ1ហើយខែ11ហើយបាទយុទ្ធនាការក្នុងការប្រមូលទិញស្រូវរបស់យើងក្នុងតម្លៃសមរម្យនេះបាទហើយតមករឿងប្រាក់កម្ចីខ្ញុំព្យាយាមជាមួយគ្នាបានអំពាវនាវស្នើសុំឲ្យម្ចាស់កម្ចីនឹងកុំតន់អាលទាបាទព្រោះឥឡូវនេះលក់តម្លៃដែលយើងបាននៅក្នុងទីផ្សារគឺជារឿងដែលពិបាកសងបានណាបាទហើយទីឥឡូវក៏អត់មានអីយកទៅសងដែរមិនអញ្ចឹងបាទហើយក្រសួងហើយនឹងបងប្អូនមន្ត្រីកសិកម្មភូមិជាមួយគ្នាក៏ត្រៀមចាំជួយទៀតថានៅរដូវក្រោយបាទបើសិនជាតឹងពិបាកធ្វើយើងរៀបចំជាសហគមន៍ដូចសហគមន៍យើងនៅនេះចឹងបាទព្រោះបើសិនជាឲ្យទៅដើរឲ្យខ្ចីម្នាក់យើងពិបាកទៅរកអ្នកណាជី100មិនបាទកសិករយើងមកលាន7សែនគ្រួសារទៅហើយដីដាំដុះយើងបាទ3លានជាងអត្តាបាទអញ្ចឹងបើសិនជាមិនមានលទ្ធភាពប្រមូលគ្នាចូលជាសហគមន៍មានបងប្អូនយើងនិយាយថាសហគមន៍មានគ្រប់ឃុំអត់ទេបាទមិនទាន់មានគ្រប់ឃុំទេប៉ុន្តែអាស្រ័យទៅលើការចូលរួមរបស់បងប្អូនយើងទាំងអស់គ្នាប្រមូលគ្នាក្នុងឃុំនឹងគ្រប់ជាមួយគ្នាគឺយើងចុះបញ្ជីជាសហគមន៍ជូនតែម្ដងបាទហើយសហគមន៍នេះលទ្ធភាពដែលទទួលបាននៅប្រាក់កម្ចីវាច្បាស់លាស់ជាងយើងខ្ចីឲ្យម្នាក់ចឹងមកខ្ញុំនិយាយសារទៀតថាអរគុណបងប្អូនយើងហើយដែលផុសផ្សព្វផ្សាយពីបញ្ហាការលំបាករបស់កសិករដើម្បីដឹងទាំងអស់គ្នាប៉ុន្តែដឹងទាំងអស់គ្នាដើម្បីជួយគ្នាដើម្បីដឹងទាំងអស់គ្នាដើម្បីបន្ទោសទៅមន្ត្រីយើងបន្ទោសទៅរដ្ឋាភិបាលឥឡូវកុំបន្ទោសទៅអ្នកណាយើងខំប្រឹងជួយទាំងអស់គ្នាបាទហើយបើចង់បន្ទោសខ្ញុំទៅធូរចិត្តនឹងបន្ទោសខ្ញុំចោះបាទអញ្ចឹងនេះគឺជាការងារដែលយើងអាចជួយទាំងអស់គ្នាបានដោយឡែកការងាររបស់ក្រសួងបាទយើងបានធ្វើជាច្រើនមកហើយក្នុងការកសាងសហគមន៍បាទខ្ញុំបានរៀបចំយើងធ្វើការជាមួយនឹងថ្នាក់ដឹកនាំយើងបានរៀបចំសហគមន៍បន្ថែមទៀតយ៉ាងច្រើនបាទដល់ថ្ងៃនេះរោងម៉ាស៊ីនមួយចំនួនធំគឺជាដៃគូក្នុងការជួយសហគមន៍ហើយជួយទិញក្នុងតម្លៃខ្ពស់បាទនៅផ្នែកខាងក្រុមហ៊ុនប្រាក់បន្ថំគាត់សុខចិត្តជួយទិញសង្ហែតម្លៃរហូតដល់950ក្នុង1គីឡូក្រាមគឺជាតម្លៃខ្ពស់ណាស់បើធៀបជាមួយនឹង600ក្នុងពេលនេះបាទហើយវាផ្សារភ្ជាប់ទៅនឹងអ្វីដែលខ្ញុំបានអំពាវនាវមិញថាគាត់ក៏ប្រម៉ូទទិញស្រូវនេះដើម្បីយកកិនជាងកលក់ដែរហើយក៏លក់ទៅតាមបណ្ដាសាខារបស់ប្រាក់បន្ថំបាទអញ្ចឹងមិញនៅពេលដែលខ្ញុំអំពាវនាវសុំថាជួយទិញអង្គតាមពិតយើងទិញនៅកន្លែងណាក៏បានដែរបាទប៉ុន្តែអ្នកមួយចំនួនគឺជាអ្នកដែលជួយទិញអង្គទិញស្រូវក្នុងតម្លៃថ្លៃទៀតបាទអញ្ចឹងផ្នែកដែលយើងថាជួយគ្នាបាទយើងមានដៃគូមួយចំនួនបាទដូចជាក្រុមហ៊ុន City Rice ក្រុមហ៊ុនខ្មែរ Food នេះសិតតែជាអ្នកជួយទិញស្រូវចង្អែហើយឥឡូវនេះបើសិនជាយើងជួយទិញអង្គពីគាត់ក៏ដូចជាជួយរំដោះថវិកាដើម្បីគាត់ជួយមកទិញវិញបានដែរបាទអញ្ចឹងទំហំនៃការទិញតាមពិតមួយថ្ងៃច្រើនណាស់បើយើងពិនិត្យមើលស្រូវពេលរដូវប្រមូលផលបាទយើងប្រមូលផលជិត30000តោននោះបាទក្នុងមួយថ្ងៃហើយ30000តោនទោះបីជាសប្តាហ៍ថ្ងៃនេះតម្លៃវាទាបបើយើងយកគុណតម្លៃទាបនេះសាកមើលក៏ឃើញចំនួនច្រើនដែរបាទអញ្ចឹងនៅពេលដែលយើងព្យាយាមលើកតម្លៃម្នាក់បន្តិចបាទឈ្មោះជួយលើកបន្តិចបាទអ្នកទិញហូបជួយទិញបន្ថែមដើម្បីមានថវិកាចូលរដ្ឋយើងដែលមានក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុក៏បានទម្លាក់ថវិកាឲ្យជួយទិញបន្ថែមទៀតដើម្បីឲ្យតម្លៃវាកើនឡើងខ្ពស់បាទហើយបូករួមជាមួយនឹងអ្នកដែល
ឲ្យជាកសិករយើងចម្ពាក់បាទព្យាយាមអត់អោនការទាចម្ពាក់នេះហើយទុកចាំប្រមូលផលរដូវក្រោយដើម្បីព្យាយាមសងជាលំដាប់គឺយើងនឹងអាចទៅមុខទាំងអស់គ្នាកសិករយើងក៏អាចនឹងទទួលបាននៅលទ្ធភាពក្នុងការបន្តដាំដុះបន្តទៀតបាទជឿអ្នកជួលដីក្នុងរដូវទៅមុខកន្លែងណាដែលថ្លៃឈ្នួលដីខ្ពស់ក៏គួរកុំធ្វើពួកអីមន្ត្រីកសិកម្មឃុំនៅចាំទឹកគូជាមួយគ្នាថ្លៃដើមផលិតកម្មយើងនឹងតើដាក់ជីអស់ប្រមាណដាក់ថ្នាំព្យួរអីទាំងអស់ប៉ុន្តែបើថែមថ្លៃជួលដីទៀតគឺតម្លៃស្រូវដូចយើងសប្តាហ៍នេះគឺมันអាចទៅរួចទេបាទអញ្ចឹងសូមពិនិត្យមើលក៏សូមបងប្អូនដែលជាអ្នកជួលដីក៏ដូចជាម្ចាស់អំណល់ផ្សេងទៀតដែរហ្នឹងគឺបទូបថយ